តើយ៉ាងម៉េចដែរហៅថាជើង1ជើង2ជើង3ជើង4បងប្អូនរហូតដល់ជើង5ជើង6ជើង7ដូច្នេះបងប្អូនត្រូវស្ដាប់សិនណាមិនថាសត្វគោសត្វក្របីសត្វជ្រូកសត្វឆ្កែសត្វដែលជើង4នេះណាឯងមានជើងគេសម្គាល់នៅលើអ្វីដែលចាស់គេហៅចាស់គេបណ្ដៅទុកណាឯងតើសត្វណាដែលអាចចិញ្ចឹមនៅក្នុងផ្ទះយើងបានសត្វណាដែលយកទៅប្រគេនលោកឯងដែលយើងចិញ្ចឹមក្នុងផ្ទះហ្នឹងចិញ្ចឹមមិនបានទោះត្រាទៅយកទៅប្រគេនលោកមូលហេតុអ្វីមូលហេតុដោយសារថាគេសម្គាល់នៅលើអ្វីឥឡូវយើងចាំវីដេអូក្រោយខ្ញុំនិយាយអំពីរឿងអ្វីប៉ុន្តែពេលនេះខ្ញុំនិយាយអំពីសម្គាល់តើសម្គាល់របៀបយ៉ាងម៉េចហៅថាជើង1ជើង2ជើង3រហូតដល់ជើង5គេមើលត្រង់ជើងបងមិនថាជ្រូកយើងនិយាយអំពីជ្រូកតែម្ដងគេសម្គាល់នៅលើពាលបងប្អូនបើសិនជ្រូកហ្នឹងពាល1ជើងសងខាងនឹងពាល1ក្រហមឬខ្មៅមានន័យថាជ្រូកហ្នឹងជើង3បើសិនពាល2មានន័យថាជ្រូកហ្នឹងជើង2បើសិនពាលដល់ទៅ3បងប្អូនជ្រូកហ្នឹងជើងតែ1ទេចាស់ពីដើមគេមិនអោយចិញ្ចឹមទេណាបងមិនថាជ្រូកមិនថាគោមិនថាក្របីទេណែឯងវាមានប៉ុន្តែបើសម្គាល់នៅលើជើង5វិញព្រោះត្រាថាជ្រូកឬគោក្របីដែលដោះប្រែកដោះជើងប្រែកណាណែឯងបើសិនប្រែកមិនថាមុខមិនថាក្រោយទេបើសិនដោះប្រែកនឹងជើង5ហើយប៉ុន្តែបើសិនដោះប្រែក2ជើងសងខាងដោះប្រែកសងខាងមានន័យថាជ្រូកហ្នឹងជើងរហូតដល់6ណាបងគេសម្គាល់នៅលើប្រែកវិញប៉ុន្តែបើសម្គាល់នៅលើជើងថយមកក្រោយមក3វិញអាហ្នឹងមានន័យថាជ្រូកហ្នឹងឬក៏គោហ្នឹងវាមានពាលណាបងមានពាលប៉ុន្តែបើឡើងទៅលើវិញព្រោះត្រាតែជ្រូកឬគោហ្នឹងដោះខ្នែងជើងបានសម្គាល់នៅលើបែបហ្នឹងបងឥឡូវបើសិនឆ្ងល់អីអាចខមមិនសួរបានណានេះជាសម្គាល់ជាក់ស្ដែង